ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំមេងហុងថ្ងៃនេះគឺខ្ញុំនឹងមកធ្វើវីដេអូតាក់ទងមួយនឹងប្រវត្តិវិទ្យាសំណួរចម្លើយធៀបបាក់ឌុបដែលនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងប្រវត្តិប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង1863ដល់1953ដែលនៅក្នុងថ្ងៃហ្នឹងគឺមានសំណួរចម្លើយដែលខ្ញុំស្រង់ពីបាក់ឌុបឆ្នាំចាស់ដែលធ្លាប់ចេញតាក់ទងជាមួយនឹងសម័យអាណានិគមបារាំងហ្នឹងហើយចង់បញ្ជាក់ប្រាប់អ្នកនរគ្នាថាចម្លើយទាំងអស់ហ្នឹងគឺអាចយកប្រើបានទាំងក្នុងថ្នាក់វិទ្យាសាស្ត្រនៅក្នុងថ្នាក់សង្គមហើយបូកថែមជាមួយនឹងអ្វីដែលអ្នកនរគ្នាយល់ឬក៏គិតថាវានៅខ្វះអញ្ចឹងអ្នកនរគ្នាអាចថែមបានដើម្បីឲ្យយើងទៅសេបានកាន់តែច្រើនហើយកាន់តែមានទំនុកចិត្តដែលយើងអាចឆក់បានបន្ទុកពេញឬបន្ទុកកាន់តែច្រើនទៅលើសំណួរនីមួយៗនៅពេលប្រឡងជាពិសេសគឺការប្រឡងបាក់ឌុបដើម្បីអ្នកនរគ្នាអាចទទួលបាននីតិល្អហើយនីតិកាន់តែខ្ពស់គឺនីតិ A អញ្ចឹងនៅក្នុងថ្ងៃហ្នឹងបញ្ជាក់ទៀតថាខ្ញុំនឹងស្រង់តាក់ទងជាមួយនឹងសំណួរបាក់ឌុបឆ្នាំចាស់ដែលតាក់ទងជាមួយនឹងប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង1863ដល់1953អញ្ចឹងតាក់ទងជាមួយនឹងសំណួររបស់យើងនៅក្នុងថ្ងៃហ្នឹងគឺមាន8សំណួរហើយចង់បញ្ជាក់ប្រាប់ថានៅក្នុងចំណោម8សំណួរហ្នឹងក៏មានសំណួរខ្លះចម្លើយដូចគ្នាដែរគ្រាន់តែថាទម្រង់នៃការសួរហ្នឹងគឺវាខុសគ្នាអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាសំណួរទី1គឺតាក់ទងជាមួយនឹងប្រទេសកម្ពុជាគេសួរថាតើប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំណាសំណួរទី2ថាតើការទទួលបានឯករាជ្យនេះមានអត្ថន័យដូចម្តេចចំពោះកម្ពុជាអញ្ចឹងកន្លែងហ្នឹងគឺឯករាជ្យកន្លែងហ្នឹងគឺឯករាជ្យកម្ពុជាអញ្ចឹងព្រោះគេសួរថាចំពោះកម្ពុជាអញ្ចឹងកន្លែងហ្នឹងគឺយើងនិយាយអំពីឯករាជ្យកម្ពុជាប្រយ័ត្នច្រឡំអញ្ចឹងណាព្រោះពេលខ្លះបើសិនសំណួរនេះអត់មានការតាក់គ្នាដូចសំណួរទី1ទី2អញ្ចឹងទេគឺយើងអាចនឹងខ្លាចថាវាច្រឡំអីអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាត្រូវ make sure ថាកន្លែងហ្នឹងគឺគេសួរតាក់ទងជាមួយនឹងកម្ពុជាអញ្ចឹងឯករាជ្យគឺកម្ពុជាទី3គឺតាក់ទងមួយនឹងចូលពណ៌នាពីមូលហេតុដែលកម្ពុជាទទួលយកអាណានិគមបារាំងហើយសំណួរទី4តើអាណាព្យាបាលបារាំងពីឆ្នាំ1863ដល់ឆ្នាំ1953ហ្នឹងមានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះសម្រាប់ប្រទេសកម្ពុជាអញ្ចឹងកន្លែងហ្នឹងគឺ key ដែលយើងចាប់បានគឺចំណុចវិជ្ជមាននិងអវិជ្ជមាននៃអាណានិគមបារាំងដល់ពេលទី5វិញគឺថាតើស្ដេចខ្មែរអង្គណាដែលទាមទារបានសម្រេចឯករាជ្យពីបារាំងបានន័យថាតើស្ដេចខ្មែរអង្គណាដែលបានទាមទារឯករាជ្យបានដោយជោគជ័យពីបារាំងទី6ហេតុអីបានកម្ពុជាចាំបាច់ស្វែងរកកិច្ចការពារពីបារាំងដោយចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងទី7អាណាព្យាបាលបារាំងនាំអ្វីខ្លះដល់កម្ពុជានិងទី8គឺចូលអត្ថាធិប្បាយពីចំណុចវិជ្ជមាននិងអវិជ្ជមាននៃរបបអាណាព្យាបាលបារាំងហ្នឹងកន្លែងនេះទៅសេរឿងខុសបន្តិចតែអ្នកគ្នាចាំកែផងអូខេអញ្ចឹងត្រឡប់មកវិញនៅក្នុងហ្នឹងយើងអាចចាប់បានមានតកតមួយនឹង3សំណួរដែលវារៀង key ទៅដូចគ្នាអញ្ចឹងមានទី4ទី7ទី8អញ្ចឹងតកតមួយកន្លែងនេះដែលគេសួរថាបារាំងនាំអីខ្លះមកដល់កម្ពុជាហ្នឹងគឺយើងនិយាយតកតមួយចំណុចវិជ្ជមាននិងអវិជ្ជមានហ្នឹងឯងព្រោះវាអត់មានអីផ្សេងក្រៅពីហ្នឹងឯងហើយតកតជាមួយនឹងសំណួរ3ហ្នឹងទី4ទី7និងទី8ហ្នឹងគឺចម្លើយដូចគ្នាបេះបិទគ្រាន់តែថាទម្រង់នៃការសួរហ្នឹងគឺវាខុសគ្នាដូចសំណួរទី4នេះតកតមួយនឹងគេឲ្យយើងនិយាយពីចំណុចវិជ្ជមាននិងអវិជ្ជមានដល់ពេលទី8ហ្នឹងវិជ្ជមានអវិជ្ជមានដូចគ្នាគ្រាន់ថាទី7នេះយើងគេមាន key ឲ្យយើងទេប៉ុន្តែយើងដងបងថាសំណួរហ្នឹងគឺត្រូវតែឆ្លើយវិជ្ជមានអវិជ្ជមានអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅកាន់ចម្លើយរបស់យើងនៃសំណួរទាំង8ហ្នឹងទាំងអស់គ្នាតកតងជាមួយនឹងសំណួរទី1ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំ1953អញ្ចឹងចង់បញ្ជាក់សំណួរកន្លែងនេះថាបើសិនអ្នកនរគ្នាអត់ចង់ទៅសេវែងឆ្ងាយឬក៏ចង់ទៅសេតែឆ្នាំហ្មងក៏បានដែរព្រោះសំណួររបស់គេសួរតែឆ្នាំណាទេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែឆ្លើយតាក់ទងជាមួយនឹងឆ្នាំក៏បានដែរហ្នឹងហើយប៉ុន្តែជំរឿនមួយទៀតបើសិនអ្នកនរគ្នាចង់កាន់តែក្បោះក្បាយអ្នកនរគ្នាអាចឆ្លើយទាំងថ្ងៃខែនិងឆ្នាំបានអញ្ចឹងមានជំរឿន2ដែលអ្នកនរគ្នាអាចរើសបានអញ្ចឹងអ្នកនរគ្នាអាចទៅមួយណាក៏បានដែរហើយត្រូវដូចគ្នាបន្ទុកពេញដូចគ្នាព្រោះវាជាសំណួរបិទហើយចម្លើយមានតែមួយទេគឺចម្លើយ1953ហ្នឹងគ្រាន់ថាបើសិនយើងរើសអានេះវាពេញលេញអញ្ចឹងណាតែអត់អីយើងរើសមួយណាក៏បានដែរសំណួរទី2ឯករាជ្យឆ្នាំ1953ហ្នឹងមានអត្ថន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជាហ្នឹងមិនខ្លះសំណួរគេអញ្ចឹង
វាមានន័យជាប្រវត្តិសាស្ត្រចំពោះកម្ពុជានឹងដូចជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការគៀបសង្កត់ការបង្ខំឲ្យបង់ពន្ធយ៉ាងធ្ងន់ធ្ងរសពសារពើពីសំណាក់បារាំងព្រោះពេលសម័យបារាំងហ្នឹងគឺទាពន្ធខ្លាំងមែនតើហើយបារាំងគឺគៀបសង្កត់នៅសិទ្ធិសេរីភាពរបស់ខ្មែរយើងច្រើនខ្លាំងមែនតើហើយទី2វិញគឺតកតមួយនឹងប្រជាជនមានសិទ្ធិសេរីភាពនិងមានសិទ្ធិនៅក្នុងការសម្រេចជោគវាសនាប្រទេសជាតិនៅខ្លួនឯងចាំមិនได้ហាកន្លែងសិទ្ធិសេរីភាពនេះដូចខ្ញុំនិយាយលើមិញហ្នឹងអញ្ចឹងគឺបារាំងគៀបសង្កត់ខ្លាំងមែនតើអញ្ចឹងហើយពេលដែលយើងទទួលបានឯករាជ្យហើយគឺយើងមានសិទ្ធិសេរីភាពពេញលេញហ្មងពួកមានអាគេមកបញ្ជាយើងឬអត់មានអាគេមកធ្វើអាណាព្យាបាលយើងក្រៅពីខ្មែរយើងគ្នាឯងទៀតទេអញ្ចឹងមិនได้ថាពេលហ្នឹងគឺខ្មែរយើងជាអ្នកគ្រប់គ្រងប្រទេសដោយខ្លួនឯងវិញហើយបន្តមកទៀតប្រទេសកម្ពុជាទទួលបាននៅប្រពៃណីបានរក្សានៅប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាជាតិរបស់ខ្លួនឯងផ្ទាល់ហ្នឹងមកវិញហើយមួយទៀតគឺតកតងជាមួយនឹងប្រទេសកម្ពុជារួចផុតពីអាណាព្យាបាលបារាំងចាំមិនថាខ្មែរយើងគ្រប់គ្រងប្រទេសដោយខ្លួនឯងវិញម្ដងហើយគឺលែងមានបារាំងមកធ្វើអាណាព្យាបាលទៀតហើយប្រទេសកម្ពុជាទទួលបានឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាបានដឹកនាំប្រទេសជាតិដោយខ្លួនឯងស្របតាមឆន្ទៈនិងគោលបំណងរបស់ប្រជាជនអញ្ចឹងមិនได้ថាប្រទេសជាតិគឺយើងអត់មានណាគេមកគ្រប់គ្រងទៀតទេខ្មែរយើងចង់អភិវឌ្ឍប្រទេសជាតិបែបណាឬបំណងប្រជាជនដែលចង់រស់រានមានជីវិតបែបណាហ្នឹងគឺសម្រេចលើដោយខ្លួនឯងហើយបន្តមកទៀតគឺកម្ពុជាឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិកន្លែងនេះឈរស្មើមុខស្មើមាត់ហ្នឹងបានន័យថាយើងអាចមានឈ្មោះនៅក្នុងពិភពលោកដោយពេញលេញមិនមានស្ថិតនៅក្រោមអាណាព្យាបាលឬក៏ក្រោមការគៀបសង្កត់របស់ប្រទេសណាទៀតទេហើយម្យ៉ាងទៀតក្រោយពេលដែលយើងទទួលបាននៅឯករាជ្យហ្នឹងហើយក៏យើងអាចមានឈ្មោះឬក៏យើងចូលជាសមាជិកអង្គការសហប្រជាជាតិដែរអញ្ចឹងមានន័យថាយើងទទួលបាននៅកិច្ចការពារពីអង្គការអន្តរជាតិទៀតអញ្ចឹងកន្លែងហ្នឹងគឺពិតជាសំខាន់ហើយចឹងនៅក្នុងហ្នឹងគឺមានប្រមាណត្រេហ្នឹងដែលអ្នកនរគ្នាអាចយកទៅសរសេរបានចង់បញ្ជាក់ប្រាប់ថាបើអ្នកនរគ្នានឹកឃើញត្រេណាផ្សេងទៀតដែលវាតាក់ទងជាមួយនឹងឯករាជ្យវាមានន័យមួយចំពោះខ្មែរយើងហ្នឹងគឺអាចបន្ថែមបានហើយយើងសរសេរកាន់តែច្រើនកាន់តែល្អបន្ទុកក៏វាអាចច្រើនកាន់តាមនឹងដូចគ្នាដែរចូលមកដល់សំណួរទី3វិញគឺតាក់ទងជាមួយនឹងមូលហេតុដែលកម្ពុជាទទួលយកអាណានិគមបារាំងហ្នឹងវាមានមូលហេតុអីគេខ្លះអញ្ចឹងមូលហេតុគឺក្នុងហ្នឹងខ្ញុំលើកមក3តាក់ទងមួយនឹងទី1នយោបាយអញ្ចឹងសៀមយួនគៀបសង្កត់នឹងឈ្លានពានកម្ពុជាអញ្ចឹងដោយសារតែសៀមហើយយួនហ្នឹងវាចាប់ផ្ដើមឈ្លានពានមកកម្ពុជាហើយទើបយើងចាប់ផ្ដើមរកណាគេមកជួយយើងការពារយើងកុំឲ្យសៀមហើយយួនហ្នឹងមកឈ្លានពានយើងទៀតទី2គឺតាក់ទងមួយនឹងខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេសជាតិអញ្ចឹងកន្លែងហ្នឹងដូចខ្ញុំនិយាយមិញអញ្ចឹងហើយទី3គឺតាក់ទងមួយធ្វើឲ្យមានឯកភាពអំណាចរាជបល្ល័ង្កអញ្ចឹងកន្លែងហ្នឹងគឺយើងធ្វើមិនរក្សានៅអំណាចរាជបល្ល័ង្កហ្នឹងឲ្យបានព្រោះថាបើសិនជាកាលណាដែលយើងទទួលបានការឈ្លានពានពីសៀមនិងយួនហើយចឹងអាចបាត់ប្រទេសហ្មងអញ្ចឹងកន្លែងហ្នឹងគឺ yes បន្តមកទៀតគឺតកតមួយនឹងទី2សេដ្ឋកិច្ចខ្មែរធ្លាក់ចុះដោយសារតែការគៀបសង្កត់ពីសំណាក់សៀមនិងយួនអញ្ចឹងសៀមនិងយួនហ្នឹងមកទៀតហើយដែលធ្វើឲ្យខ្មែរយើងទទួលគំនាបសង្កត់សម្ពាធខ្លាំងមែនតើហើយការរីកចម្រើនប្រទេសជាតិក៏អត់មានទៅមុខដែរគឺយ៉ាប់មែនតើហើយបន្តមកទៀតគឺបារាំងបើកប្រាក់បៀវត្សឲ្យមន្ត្រីរាជការនិងរាជវង្សព្រះមហាក្សត្រខ្ពស់ហើយបារាំងជាអ្នកធ្វើពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេសព្រមជាអ្នកកាន់កាប់ពន្ធដារផងដែរអញ្ចឹងកន្លែងហ្នឹងគឺយើងពេលហ្នឹងគឺចាប់ដើមទុនខ្សោយខ្លាំងមែនតើអញ្ចឹងយើងចាំបាច់ត្រូវមានណាគេមកជួយត្រួសត្រាយផ្លូវយើងឬក៏ចាប់ដើមមកផ្ដល់ជាប្រយោជន៍ឲ្យយើងដែរអ្វីដែលសំខាន់គឺតកតមួយនឹងការពារទឹកដីកម្ពុជាយើងកុំឲ្យបាត់បង់ហើយចំពោះសេដ្ឋកិច្ចផ្សេងគឺបារាំងហ្នឹងឯងជាអ្នកកាន់កាប់ទាំងអស់អញ្ចឹងផលចំណេញក៏គេហើយវាផ្ដល់នៅផលអវិជ្ជមានមួយចំនួនធំដែរដែលធ្វើឲ្យខ្មែរយើងរៀងចាប់ប៉ុន្តែអីដែលសំខាន់គឺការពារកុំឲ្យយើងបាត់បង់ទឹកដីពីផែនទីពិភពលោកចឹងហើយបានយើងត្រូវទទួលយកអាណានិគមបារាំងព្រោះពេលហ្នឹងគឺឈ្លានពាននិយាយទៅវិញទៅមកគឺឈ្លានពានដោយសៀមនិងយួនហើយអញ្ចឹងចង់ឬមិនចង់យើងចាំបាច់ត្រូវមានណាគេមកជួយការពារយើងព្រោះយើងទុនខ្សោយពេលហ្នឹងដល់ពេលចំណុចបន្តទៀតគឺសង្គមអញ្ចឹងតកតងជាមួយនឹង
មានការរៀបចំប្រព័ន្ធតុលាការថ្នាក់ឃុំដល់ថ្នាក់ខេត្តក្រុងរៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានខេត្តក្រុងហើយនិងសង្គមខ្មែរមានអស្ថិរភាពហើយមានចម្លើយផ្សេងៗទៀតអ្នកនរអាចលើកតាក់ទងជាមួយនឹងវប្បធម៌សាសនាខ្មែរការអប់រំផ្សេងទៀតក៏បានដែរអញ្ចឹងគ្រាន់ថាជាទូទៅចង់បញ្ជាក់ប្រាប់ថានៅពេលដែលយើងពណ៌នាអីក៏ដោយពីភាពទូទៅណាមួយក៏ដោយសម័យកាលណាមួយក៏ដោយអ្នកនរគួរតែលើក3ចំណុចហ្នឹងទៅព្រោះ3ចំណុចហ្នឹងវារៀងក្តោបបានធំហើយអញ្ចឹង yes ហើយយើងទៅសេបានច្រើនទៅនៅក្នុងហ្នឹងទៅហើយយើងមើលលើបន្ទុកដូចគ្នាដើម្បីយើងទៅសេទៅរៀងសមមាត្រ symmetry គ្នាជាមួយនឹងបន្ទុកបន្តមកទៀតចូលតាក់ទងជាមួយនឹងសំណួរទី4ទី7ទី8ដូចខ្ញុំប្រាប់ពីដើមមកអញ្ចឹងគឺសំណួរហ្នឹងគឺវាដូចគ្នាអញ្ចឹងចម្លើយរបស់វាគឺដូចគ្នាតែម្ដងហើយនៅក្នុងហ្នឹងគ្រាន់តែយើងឆ្លើយក្បាលវាបន្តិចមកតាក់ទងមួយសំណួរទី4អាណាព្យាបាលបារាំងពីឆ្នាំ1863ដល់ឆ្នាំ1953ហ្នឹងមានចំណុចវិជ្ជមាននិងអវិជ្ជមានសម្រាប់កម្ពុជាដូចតទៅអញ្ចឹងអានេះចម្លើយនៃសំណួរទី4យើងដំបូងយើងឆ្លើយអញ្ចឹងតែផ្នែកខាងក្រោមគឺដូចគ្នាទាំងអស់ទី7ដូចគ្នាអាណាព្យាបាលបារាំងនាំឲ្យកម្ពុជានៅផលវិជ្ជមាននិងអវិជ្ជមានដូចតទៅហើយនឹងទី8គឺចំណុចវិជ្ជមាននិងអវិជ្ជមាននៃរបបអាណាព្យាបាលបារាំងអញ្ចឹងនៅក្នុងនោះគឺយើងបានបែងចែកវាចេញជា2ចំណុចធំមានចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានអញ្ចឹងយើងនិយាយពីចំណុចវិជ្ជមានមុនចំណុចវិជ្ជមានអញ្ចឹងបារាំងជួយការពារទឹកដីពូជសាសន៍ខ្មែរឲ្យបានគង់វង្សបារាំងបានជួយកែតម្រង់រដ្ឋបាលប្រព័ន្ធសេដ្ឋកិច្ចអប់រំសិក្សាធិការរៀបចំសង្គមខ្មែរឲ្យមាននៅរបៀបរៀបរយមានសណ្ដាប់ធ្នាប់បានរីកចម្រើនល្អប្រសើរជាងមុនបារាំងបានជួយសាងសង់ផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសារមន្ទីរហេដ្ឋារចនាសម្ព័ន្ធសាលារៀនបណ្ដុះបណ្ដាលធនធានមនុស្សសាលាតាមរយៈសាលាចុងបូព៌ាប្រទេសបារាំងនឹងបានសិក្សាស្រាវជ្រាវចងក្រងជួសជុលប្រាង្គប្រាសាទហើយមួយទៀតគឺតកតមួយនឹងអភិរក្សវប្បធម៌ខ្មែរអរិយធម៌ខ្មែរធ្វើឲ្យពិភពលោកស្គាល់ពីប្រទេសកម្ពុជាព្រមទាំងបានផ្សព្វផ្សាយទៅប្រទេសខ្មែររបស់យើងហ្នឹងអរិយធម៌ខ្មែរយើងហ្នឹងទៅកាន់ឆាកអន្តរជាតិទៀតព្រោះខ្ញុំចាំបានថាខ្ញុំភ្លេចឆ្នាំប៉ុន្តែធ្លាប់បារាំងគេធ្វើតាំងពីពណ៌តកតមួយនឹងកវត្តខ្មែរយើងដែរអញ្ចឹងកន្លែងហ្នឹងគឺជាផ្នែកមួយដូចគ្នាបន្តមកទៀតគឺក្នុងនាមអាណាព្យាបាលខ្មែរបារាំងហ្នឹងបានយកទឹកដីពីសៀមដែលបានឈ្លានពានហ្នឹងឲ្យខ្មែរវិញអញ្ចឹងដូចជានៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1904ហ្នឹងបានយកខេត្តត្រាតខេត្តកោះកុងមលូព្រៃទន្លេពៅនិងស្ទឹងត្រែងមកវិញហើយតកតងជាមួយនឹងនៅថ្ងៃទី23ខែមិនិនាឆ្នាំ1907ហ្នឹងបានយកខេត្តសៀមរាបបាត់ដំបងនិងសេរីសុភ័ណ្ឌអញ្ចឹងនៅម្ដុំខេត្តខាងលិចហ្នឹងគឺសៀមបានឈ្លានពានយកទៅហើយបារាំងក៏បានយកមកឲ្យខ្មែរយើងវិញដូចគ្នានៅឆ្នាំ1908បារាំងបានគូសផែនទីឈ្មោះដងរែកទុកជាប្រយោជន៍ដល់កម្ពុជាដែលផែនទីនេះនាំឲ្យខ្មែររបស់យើងឈ្នះក្តីក្នុងរឿងក្តីក្តាំប្រាសាទព្រះវិហារអញ្ចឹងផែនទីហ្នឹងអ្នកគ្នាគួរតែសេទៅចាំបាច់ហ្មងព្រោះដោយសារតាកន្លែងហ្នឹងវាសំខាន់ជាប្រវត្តិមួយដែលអាចនិយាយបានថាវាកើតឡើងដល់អត់ទាន់បានលើសពី20ទៅ30ឆ្នាំទេអញ្ចឹងមានន័យថាក្តីក្តាំរបស់ប្រាសាទព្រះវិហារដែលកើតឡើងដែលសៀមចង់បានប្រាសាទព្រះវិហារហើយមានសង្គ្រាមបន្តិចកើតឡើងហ្នឹងគឺកន្លែងហ្នឹងឯងតែមកកើតឡើងនៅក្នុងឆ្នាំ2000ជាងនេះទេអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ហើយអីដែលយើងត្រូវតែដឹងគឺកន្លែងហ្នឹងគឺផែនទីដងរែកហ្នឹងហើយចង់បញ្ជាក់ប្រាប់អ្នកនរគ្នាថាកន្លែងនេះបើសិនជាយើងអត់ចាំថ្ងៃខែក៏បានដែរយើងដាក់តែឆ្នាំក៏បានឬក៏យើងទៅសេតែខែមកក៏បានដែរមិនដាក់ឆ្នាំក៏បានដូចគ្នាព្រោះកន្លែងនេះគេលោកអ្នកនរគ្នាមានសម្ពាធចាំច្រើនអញ្ចឹងតែខ្ញុំគិតថាវាអត់សូវជាប្របាក់ច្រើនទេចាំបន្តិចទៅព្រោះវាតែ3ឆ្នាំហ្នឹងក្នុងហ្នឹងដល់ចំណុចអវិជ្ជមានវិញអញ្ចឹងតកតងជាមួយនឹងចំណុចអវិជ្ជមានវិញគឺតកតងជាមួយនឹងបារាំងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែក្រីក្រដោយសារតែការជិះជាន់កេងប្រវ័ញ្ចប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរសពសារពើអញ្ចឹងសូម្បីតាពន្ធអីក៏យកដែរពន្ធមន់ចិញ្ចឹមគោចិញ្ចឹមកបៃហ្នឹងពន្ធផ្ទះហ្នឹងក៏យកដែរអញ្ចឹងហើយអីក៏យកពន្ធដែរអញ្ចឹងវាពិបាកខ្លាំងមែនតើសម្រាប់ខ្មែរយើងពេលហ្នឹងបារាំងបានធ្វើឲ្យមានគម្លាតរវាងអ្នកទីក្រុងនិងជនបទអ្នកមាននិងអ្នកក្របានថាអ្នកមានកាន់តែមានអ្នកក្រនៅអក្រកាន់តែដុនដាបទៀតព្រោះទារពន្ធខ្លាំងពេកហើយបង្កើតទំនាស់វណ្ណៈនៅក្នុងសង្គមខ្មែរយ៉ាងធ្ងន់ធ្ងរអញ្ចឹងពេលហ្នឹងគឺវាមានបញ្ហាដែរព្រោះអ្នកមានកាន់តែមានអ្នកក្រកាន់ក្រអញ្ចឹងហើយធ្វើឲ្យមានការលួចឆក់ប្លន់ឬក៏
មានតែការមើលងាយអីផ្សេងទៀតអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងអាចនិយាយតែប៉ុណ្្នឹងបានហើយហើយបន្តមកទៀតគឺបារាំងបានយកកេនប្រជាពលរដ្ឋខ្មែរហ្នឹងទៅច្បាំងហើយស្លាប់នៅក្នុងសមរភូមិលោកលើកទី1និងលោកលើកទី2អញ្ចឹងក្នុងសង្គ្រាមលោកលើកទី1និងលោកលើកទី2ហ្នឹងបានន័យថាកងទ័ពខ្មែរហ្នឹងក៏បានចូលរួមដែរមិនកងទ័ពទេអាចថាប្រជាជនទូទៅក៏មានដែរកងទ័ពក៏មានប្រជាជនទូទៅក៏មានអញ្ចឹងបានស្លាប់ច្រើនខ្លាំងមែនតើអញ្ចឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនប្រជាជនខ្មែរដូចគ្នាបារាំងបានប្រមូលយកវត្ថុកេតនភណ្ឌខ្មែរទៅបារាំងអញ្ចឹងវត្ថុកេតនភណ្ឌខ្មែរហ្នឹងដូចជារបស់សំខាន់ដូចជារូបសំណាកឬក៏សម្បុកសម្បត្តិផ្សេងទៀតដែលសំខាន់មានតម្លៃរបស់កម្ពុជាហ្នឹងទៅបារាំងហើយតើតមួយនឹងបារាំងបានកាប់ទឹកដីខ្មែរឲ្យប្រទេសជិតខាងស្រេចតែចិត្តដោយពុំបានសួរយោបល់ខ្មែរអញ្ចឹងមានដូចជានៅថ្ងៃ23មីនា1907ហ្នឹងកាត់ខាត់ត្រាតទៅឲ្យសៀមអញ្ចឹងខាត់ត្រាតហ្នឹងឥឡូវនៅសៀមហើយនៅថ្ងៃទី31ខែមករា1939ហ្នឹងបញ្ចូលកោះត្រល់ដាក់ចូលទៅក្នុងដែនដីរដ្ឋបាលកូសាំងស៊ីនហ្នឹងគឺកម្ពុជាក្រោមឥឡូវហ្នឹងហើយនឹងតកតមួយនឹងថ្ងៃទី4មិថុនា1949ហ្នឹងគឺកម្ពុជាក្រោមឬក៏កូសាំងស៊ីនដែលខ្ញុំបាននិយាយមុនហ្នឹងគឺបានឲ្យអំណាចទៅខាងវៀតណាមហ្មងស្ដេចបាដាយប្រទេសវៀតណាមហ្មងអញ្ចឹងខ្មែរយើងគឺបាត់ដែនដីកម្ពុជាក្រោមហ្នឹងតាំងពីពេលនោះហ្មងបាត់ជាផ្លូវការហ្មងតែតាមពិតពីមុនឡើយហ្នឹងក៏មានប្រជាជនវៀតណាមទៅនៅច្រើនដែរបានន័យថាពេលហ្នឹងគឺសម័យមុននេះហ្នឹងគឺចាប់ដើមមានមកហើយព្រោះដោយសារតែខ្មែរយើងបានប្រជាខ្មែរយើងបានរៀបអភិសេកជាមួយនឹងកូនស្ដេចរបស់វៀតណាមដែរអញ្ចឹងហើយក៏មាននៅការផ្ដល់ជាអីផ្សេងពេលនោះដែរអញ្ចឹងខ្ញុំសូមអត់ detail ឡើងនោះទេអញ្ចឹងសំណួររបស់យើងចំណុចវិជ្ជមាននិងអវិជ្ជមានសម័យបារាំងហ្នឹងគឺមានប៉ុណ្ណឹងបញ្ជាក់ម្ដងទៀតបើសិនអ្នកនរគ្នាអត់ចាំថ្ងៃអត់ចាំខែទេដាក់តែឆ្នាំក៏បានបើអត់ចាំឆ្នាំទៀតមិនបាច់ដាក់ឆ្នាំក៏បានដែរតែបើសិនដាក់ឆ្នាំវាកាន់តែល្អអញ្ចឹងណាបាទចូលមកដល់សំណួរទី5ចិត្តចប់ទៅហើយអញ្ចឹងពេលដល់ចូលសំណួរទី5នេះសំណួរយើងសួរថាស្ដេចខ្មែររបស់យើងអង្គណាដែលបានទាមទារឯករាជ្យពីបារាំងមកវិញអញ្ចឹងយើងដឹងហើយគឺសម្ដេចព្រះបាទនរោត្តមសីហនុទ្រង់មានស្នាមពហុច្រើនខ្លាំងមែនតើដែលប្រជាជនខ្មែរយើងហើយយើងឥឡូវហ្នឹងក៏បានស្គាល់ពីទ្រង់បានច្រើនខ្លាំងមែនតើព្រោះទ្រង់ជាអ្នកដែលទាមទារឯករាជ្យពីបារាំងមកវិញហើយបានសម្រេចថ្ងៃទី9វិច្ឆិកា1953ដែរហើយតកតងមួយនឹងសំណួរទី6វិញជាសំណួរចុងក្រោយព្រោះសំណួរទី7និងទី8នោះខ្ញុំបានឆ្លើយនៅខាងលើនេះរួចហើយអញ្ចឹងតកតងជាមួយនឹងសំណួរទី6នេះគឺតកតងមួយនឹងបានជាកម្ពុជាចាំបាច់ស្វែងរកនៅកិច្ចការពីបារាំងចុះសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងហ្នឹងពីព្រោះថាទីមួយគឺកម្ពុជាកាន់តែទុនខ្សោយហើយទឹកដីខ្មែរកាន់តែរួមតូចទៅនឹងមានវិបត្តិផ្ទៃក្នុងជាច្រើនរវាងខ្សែរាជវង្សនិងបញ្ហាផ្សេងជាច្រើនទៀតហើយតកតមួយនឹងប្រទេសសៀមនិងយួនឬក៏អាណាមអញ្ចឹងយួនពេលហ្នឹងឈ្មោះថាអាណាមហើយឥឡូវហ្នឹងគឺវៀតណាមតែពេលសៀមវិញគឺថៃហ្នឹងហើយអញ្ចឹងនៅតែប៉ុនប៉ងរំលាយជាតិខ្មែរយើងឈ្លានពានទឹកដីហើយយកប្រុងប៉ុនប៉ងហ្នឹងគឺយកទន្លេមេគង្គនឹងធ្វើជាព្រំប្រទល់នៃប្រទេសទាំងពីរបានន័យថាខ្មែររបស់យើងមានទន្លេមេគង្គតាំងពីផ្នែកខាងជើងរហូតមកដល់បានន័យថាតាំងពីប្រទេសឡាវពីផ្នែកប្រទេសឡាវរហូតមកដល់ចុះទៅកាន់ខាងប្រទេសវៀតណាមអញ្ចឹងពេលហ្នឹងគឺគេប្រុងនឹងចែកប្រទេសខ្មែរយើងជាពីរបានន័យថាផ្នែកខាងកើតទៅឲ្យវៀតណាមផ្នែកខាងលិចខាងសៀមរាបខាងអីហ្នឹងគឺទៅឲ្យថៃអញ្ចឹងហើយគឺពេលហ្នឹងគឺគេប៉ុនប៉ងអញ្ចឹងចាំបាច់ខ្លាំងមែនតើដើម្បីការពារខ្មែរគឺខ្មែររបស់យើងត្រូវរកណាគេមកជួយគឺទៅប៉ឹងប្រាំងហ្នឹងហើយបន្តមកទៀតគឺកម្ពុជាចង់បានមហាអំណាចអឺរ៉ុបណាមួយដូចជាបារាំងហ្នឹងមកជួយការពារទឹកដីឬក៏ពូជសាសន៍ខ្មែររបស់យើងឲ្យនៅគង់វង្សកុំឲ្យមានប្រវត្តិសាស្ត្រច្រំដែរដោយប្រទេសចាមព្រោះចាមឥឡូវទឹកដីចាមពីមុនគឺស្ថិតនៅផ្នែកភាគកណ្ដាលនៃប្រទេសវៀតណាមតែឥឡូវឡើងមានប្រទេសចាមអីគឺមានតែប្រទេសវៀតណាមអញ្ចឹងចាមបាត់ពីផែនទីពិភពលោកបាត់ហើយអញ្ចឹងខ្មែរយើងខ្លាចអញ្ចឹងដែលស្វ័យគឺយើងត្រូវរកណាគេមកជួយការពារយើងហើយនឹងមួយទៀតគឺតកតងមួយនឹងដែលមានការណែនាំពីបុព្វជិតសាសនាកាតូលិកនាម Mitch ធ្វើឲ្យព្រះបាទអង្គឌួងទៅប៉ឹងប្រាំងដើម្បីយើង
ការពារខ្មែរយើងអញ្ចឹងណាហើយចង់បញ្ជាក់អ្នកនរគ្នាថាចម្លើយផ្សេងទៀតអ្នកនរគ្នានឹកឃើញអីដាក់មកអត់ខុសទេអញ្ចឹងវីដេអូរបស់យើងតាក់ទងជាមួយនឹង8សំណួរនៅក្នុងថ្ងៃនេះតាក់ទងជាមួយនឹងប្រទេសកម្ពុជាក្រៅអាណាព្យាបាលប្រាំងហ្នឹងគឺរបស់យើងមានតែប៉ុណ្ណឹងអញ្ចឹងមាន8សំណួរនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធៀមខ្លួនទៅលើ8សំណួរនេះបានរួចរាល់ហើយនឹងចាំទទួលនៅវីដេអូផ្សេងៗទៀតដែលខ្ញុំនឹងក្រងផុសជូនអ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាហើយសង្ឃឹមអ្នកទាំងអស់គ្នានឹងអាចធៀមខ្លួនពេលរួចរាល់ហើយនឹងអាចទៅប្រឡងដោយមានទំនុកចិត្តអាចទទួលបាននីតិអ្នកទាំងអស់គ្នាចង់បានជាពិសេសគឺនីតិ A អរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ